ជំរាបសួរលោកគ្រូខ្ញុំថ្ងៃនេះមកធ្វើពីdemo ពី project movie project ដែល movie project នេះយើងប្រើ API របស់TMDB នេះដែលពេញមួយគឺ the movie database យើងអាចទាញព័ត៌មានពីវាបានតែគ្រាន់តែយើង copy ID មកយកមក generate នៅក្នុងនេះឧទាហរណ៍ថាខ្ញុំចង់បាន TV show ឈ្មោះមួយនេះអញ្ចឹងនេះក៏ ID អញ្ចឹងក៏ copy ID ហ្នឹងមកយកមក paste ហើយ generate អូខេgenerate នឹងវានឹង load មក display នៅក្នុងនេះហើយវានឹង load មកក្នុង database របស់យើងផងដែរនេះនៅក្នុង database របស់យើងវាមាន ID មាន TMD ID មានឈ្មោះមានថ្ងៃខែមានឆ្នាំដែលបង្កើតហើយនឹងពេលវេលាដែលយើង create ហើយយើង update វានោះហើយនៅក្នុងហ្នឹងយើងអាចមើល season របស់វាមានប៉ុន្មាន season យើងអាច edit ឈ្មោះឬក៏ឈ្មោះរបស់ TV show ហ្នឹងបានហើយនឹងយើងអាច delete បានដែរដល់ពេលតែយើង delete ទៅវាបាត់នៅក្នុងនេះហើយនៅក្នុង database ក៏បាត់ដែរហើយមួយវិញទៀតយើងអាច search រឿងបានដោយយើងគ្រាន់តែយើងវាមកឧទាហរណ៍ចង់ search Squid Game វានឹង load Squid Game មកមួយវិញទៀតគឺទៅលើ cast តួអង្គនៅក្នុងតួអង្គរបស់រឿងមួយដែលយើងយកចេញពីក្នុងនេះយកចេញពីក្នុងដូចគ្នាដែលយើងចង់បានតួអង្គណាមួយយើងគ្រាន់តែចុចហ្នឹងចុចលើហ្នឹងហើយនឹង load ID មកយើង copy ID វាយកមក generate មកវានឹងចេញមកដូចគ្នាហើយយើងអាច search ឈ្មោះបានផងដែរ dictionary moment នៅពេលនេះវាចេញមកយើងអាច edit ឈ្មោះហ្នឹងបានហើយនឹងអាច delete ឈ្មោះហ្នឹងបានហើយវាក៏ store ទៅនៅក្នុង database ដែរវាក៏ store ទៅក្នុង database ដែរនេះគឺ Carol Omen ហើយដល់ពេលដែលយើងក៏អាច delete វាចេញពីហ្នឹងបានដែរយើង delete វានៅក្នុង database ក៏វាបានដែរមួយវិញទៀតគឺ tag នេះយើងប្រើសម្រាប់ tag នៅយើងប្រើសម្រាប់ tag ហើយមួយវិញទៀតគឺ tag នេះយើងប្រើសម្រាប់ tag នៅក្នុងរឿងរបស់យើងដូចជារឿងរបស់យើងជាលក្ខណៈយើងត្រូវ create លើ action យើងត្រូវ create លើ tag នេះដូចជារឿងយើងជាលក្ខណៈ action យើងក៏អាច tag នៅក្នុងហ្នឹងជា action បានហើយ create tag action មានហើយនេះគឺ load action ហើយវាក៏ store ទៅក្នុង database ផងដែរហើយយើងអាច export ចេញទៅហើយក៏អាច import តំណែងពីខាងក្រៅចូលមកក្នុងហ្នឹងបានដែរនេះគឺយើងអាចដាក់បាន5ក្នុងមួយ page ឬក៏15នៅក្នុងមួយ page អញ្ចឹងទៅហើយយើងក៏អាច edit ហើយនឹង delete វាផងដែរហើយមួយវិញទៀតយើង